មានបងប្អូនជាច្រើននៅតែបន្តសួរនៅក្នុង comment ហើយនឹងឆាតមកខ្ញុំផ្ទាល់រឿងបញ្ហាគាត់ជួបបញ្ហារឿងទៅដឹកនាំគេដាក់ការងារគេធ្វើគេអត់ធ្វើតាមណែនាំគេអត់ស្ដាប់បាទគេអត់ follow ហើយគេអត់គោរពយើងទៀតបាទនៅតែមានបាទព្រោះនៅក្នុងវីដេអូមុនរបស់ខ្ញុំក៏ខ្ញុំលើកយកពីប្រភពបញ្ហាមួយចំនួនដែរដែលជាប្រភពបញ្ហាធ្វើឲ្យកូនចៅរបស់យើងអត់ស្ដាប់យើងបាទអញ្ចឹងក្នុងវីដេអូមុនខ្ញុំនិយាយអំពីរឿងឥទ្ធិពលឬក៏សិទ្ធិអំណាចមានន័យថាយើងទៅកាន់តួនាទីជាអ្នកដឹកនាំនៅកណ្ដាលហ្នឹងយើងអត់សូវមានសិទ្ធិអំណាចទេដោយសារតែមេធំរបស់យើងធ្វើការ direct ផ្ទាល់ជាមួយកូនចៅយើងធ្វើឲ្យកូនចៅរបស់យើងបាទគាត់ផ្ដោតតែជាមួយនឹងខាងមេធំទេអត់ផ្ដោតជាមួយយើងទេអញ្ចឹងគាត់អត់ស្ដាប់យើងទេបាទដោយសារតែការ direct កន្លែងបែបហ្នឹងបាទអញ្ចឹងវាមានរឿងផ្សេងទៀតដែលអាចជាប្រភពបញ្ហាដែលធ្វើឲ្យកូនចៅរបស់យើងអត់ស្ដាប់របស់យើងអញ្ចឹងថ្ងៃនេះខ្ញុំចែកម្លែកនៅបទពិសោធន៍ខ្ញុំផ្ទាល់តែម្ដងនៅក្នុងក្រុមហ៊ុនចុងក្រោយរបស់ខ្ញុំបាទពេលដែលខ្ញុំចូលទៅធ្វើការនៅក្នុងក្រុមហ៊ុនចុងក្រោយរបស់ខ្ញុំនេះគឺខ្ញុំមកកាន់តួនាទីជា leader ជា project leader បាទអញ្ចឹងនៅពេលដែលខ្ញុំទៅដឹកនាំកូនចៅខ្ញុំដំបូងគ្នា4-5នាក់ហ្នឹងខ្ញុំដាក់ការងារគាត់ធ្វើបាទភាគច្រើនគាត់ reject គាត់ថាធ្វើអត់បានទេបាទគាត់ប្រកែករហូតបាទដែលជាក់ស្ដែងពេលខ្លះគ្រាន់តែខ្ញុំដាក់ទៅគាត់អត់ទាន់បានគិតហ្នឹងគឺគាត់ reject ថាតាមបទពិសោធន៍របស់គាត់អានឹងធ្វើអត់បានទេបាទអញ្ចឹងដើម្បីដោះស្រាយបញ្ហាហ្នឹងដោយសារខ្ញុំមានជំនាញក្នុងកន្លែងហ្នឹងរៀងខ្ពស់ជាងគាត់បាទគាត់ដឹងពីសមត្ថភាពខ្ញុំទេហើយសម្រាប់ខ្ញុំក៏អត់ច្បាស់ពីសមត្ថភាពគាត់ប៉ុន្មានដែរប៉ុន្តែនៅពេលដែលគាត់ reject ខ្ញុំគឺខ្ញុំកាន់តែចាប់បានហើយនៅពេលដែលខ្ញុំដាក់ការងារជាទូទៅខ្ញុំគិតហើយថាអាហ្នឹងវាត្រូវប្រើវិធីសាស្ត្រណាឬក៏ flow បែបណាដើម្បីដោះស្រាយវាអញ្ចឹងពេលខ្ញុំដាក់ឲ្យគាត់ reject មកខ្ញុំដឹងកាន់តែដឹងច្បាស់ពីសមត្ថភាពរបស់គាត់អញ្ចឹងខ្ញុំសម្រេចចិត្តគឺអូខេដើម្បីឲ្យគាត់follow តាមយើងខ្ញុំសម្រេចចិត្តអូខេបើអូនឯងយល់ថានឹងធ្វើអត់បានតាមបទពិសោធន៍បងឯងសម្រាប់បងយល់ថាធ្វើបានអញ្ចឹងបើអូនឯងអត់ជឿភ្នាល់គ្នាបាទខ្ញុំហៅគាត់ភ្នាល់បាទអញ្ចឹងគាត់ក៏ច្បាស់ដែរព្រោះអីគាត់គិតថាគាត់ខ្លាំងកន្លែងហ្នឹងដែរគាត់គិតថាធ្វើអត់បានអញ្ចឹងគាត់ហ៊ានភ្នាល់ខ្ញុំនៅពេលដែលភ្នាល់បាទខ្ញុំប្រាប់ឲ្យគាត់ធ្វើតាម guideline របស់ខ្ញុំឲ្យគាត់ធ្វើតាម step ដែលខ្ញុំដាក់ឲ្យគាត់ទៅគាត់ធ្វើបានបាទធ្វើបានចេញលទ្ធផលអញ្ចឹងគាត់ចាញ់ខ្ញុំហើយបាទអញ្ចឹងក្រោយមកទៀតនៅពេលដែលខ្ញុំដាក់ការងារគាត់លែងហ៊ាន reject មកលឿនគាត់គិតមកសន្ទុះបានគាត់ឆ្លើយថាធ្វើបានឬមិនបានបាទអាហ្នឹងវាប៉ះពាល់ជាមួយនឹងជំនាញដែរនៅពេលដែលឈ្នះគាត់មួយសាយគឺក្រោយមកទៀតមិនប្រកាសថាគាត់ព្រម follow យើងទេព្រមធ្វើតាមយើងទេគាត់នៅតែ reject អញ្ចឹងប៉ុន្តែនៅពេលដែលយើងមានសមត្ថភាពជំនាញនឹងខ្ពស់យើងនៅតែអាចជំរុញឬក៏អាចនៅដឹកនាំគាត់មកធ្វើតាមយើងបានដែរបាទភ្នាល់ទៅចាញ់ពីម្ដងទៅគាត់ព្រមស្ដាប់យើងទាំងស្រុងតែម្ដងក្រោយហើយពួកគាត់មានតេស្តខ្ញុំតែម្ដងឲ្យគ្នា3-4នាក់ដែលគាត់នៅធ្វើការហ្នឹងដែលមានបទពិសោធន៍ចាប់ពី3ឆ្នាំឡើងទៅគាត់គិតថាខ្លួនគាត់រៀងខ្លាំងដែរអញ្ចឹងមាន ego រៀងខ្ពស់គាត់អត់សូវស្ដាប់ទេអញ្ចឹងនៅពេលដែលខ្ញុំផ្ដួលគាត់ប្រហែលសារទៅបានគាត់ដាក់ចិត្តទាំងស្រុងបាទ follow មកកាន់ខ្ញុំបាទអាហ្នឹងគឺដោយសារអីដោយសារខ្ញុំមានជំនាញកន្លែងហ្នឹងច្បាស់ខ្លាំងជាងគាត់បាទខ្ញុំមានបទពិសោធន៍ច្រើនជាងគាត់ឆ្លងកាត់កន្លែងច្រើនជាងគាត់អញ្ចឹងធ្វើឲ្យខ្ញុំអាចដឹកនាំគាត់បានប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាអត់មានជំនាញច្បាស់ទេបាទបទពិសោធន៍ចាញ់ពួកគាត់ព្រោះអ្នកខ្លះគាត់ធ្វើការងារនៅក្នុងជំនាញធ្វើមកយូរបាទយូរជាងយើងបើសិនជាយើងទៅវាស់វែងជំនាញមួយគាត់អាចនឹងអត់ឈ្នះគាត់ទេអញ្ចឹងយើងបើយើងអត់មានជំនាញឈ្នះគាត់ទេយើងត្រូវតែមាន leadership ហើយនិង management skill ក្នុងការដឹកនាំគាត់អ្នកដែលគាត់មាន management ហើយនិង leadership ច្បាស់គាត់នឹងនិយាយមកធ្វើឲ្យមនុស្សចង់ស្ដាប់ចង់ follow តាមហើយមានអារម្មណ៍ថាអូគាត់ខ្លាំងខាងដឹកនាំអញ្ចឹងពួកគាត់នឹងស្ដាប់តាមហើយតែបើអត់មានជំនាញ management leadership ទេហើយអាជំនាញ skill ដែលយកមកប្រើនៅក្នុងក្រុមការងារហ្នឹងក៏ខ្សោយទៀតអញ្ចឹងច្បាស់ណាស់កូនចៅ 100% គឺអត់ស្ដាប់តាមយើងទេបាទកន្លែងហ្នឹងអានេះតាមបទពិសោធន៍របស់ខ្ញុំផ្ទាល់បាទតាមដែលខ្ញុំចែកម្លែកគឺទៅអ្នកនរគ្នាដោយសារតែខ្ញុំមាន skill ខ្លាំងកន្លែងហ្នឹង management ខ្ញុំក៏អត់ទាន់ល្អប្រហែលដែរ leadership ក៏អត់ទាន់ល្អប្រហែលដែរបាទទៅក្រោយមកទេខ្ញុំព្យាយាមរៀនបន្ថែមបាទពីខាងក្រៅផងពីមិត្តភ័ក្តិផងពីសភៅផងពីវីដេអូ podcast ផងអញ្ចឹងធ្វើឲ្យយើងយកអស់នឹងអនុវត្តទៅយើងចេះតែស្វែងយល់បានច្រើនពាក់ព័ន្ធជាមួយនឹងការដឹកនាំណាបាទអញ្ចឹងគោលដៅសំខាន់គឺបើសិនជាអ្នកនរគ្នាទៅដឹកនាំគេបាទបើយើងមានជំនាញបច្ចេកទេសខ្លាំងនៅកន្លែងហ្នឹងអត់អីទេទោះបីជា management យើងខ្សោយក៏យើងអាចនៅតែដោះស្រាយបញ្ហាបានដែរធ្វើឲ្យកូនចៅយើងអាចស្ដាប់តាមយើងខ្លះមកតាមណាតែនៅតែពិបាកអូអញ្ចឹងតើយើងមាន management leadership ខ្លាំងទៀតអានឹងរត់ទៅស្រួលបាទអញ្ចឹងបើសិនជាទៅដឹកនាំគេអត់មាន skill ខ្លាំងទេត្រូវមាន management leadership ខ្លាំងបើ management leadership ខ្សោយហើយ skill យើងខ្សោយទៀតគឺមានជួបបញ្ហាច្រើនហើយបាទ
អញ្ចឹងនៅក្នុងវីដេអូមានតែប៉ុណ្្នឹងសម្រាប់អ្នកទាំងអស់គ្នាយល់ឃើញយ៉ាងម៉េចដែរសូមជួយ comment នៅក្នុងវីដេអូនេះហើយបើសិនជាអ្វីដែលខ្ញុំបកស្រាយទៅបាទចំបទពិសោធន៍របស់បងប្អូនទាំងអស់គ្នាដែរឬក៏បងប្អូនទាំងអស់គ្នាយល់ថាវាពិតជាត្រឹមត្រូវបាទសូមជួយចែករំលែកវីដេអូនេះទៅកាន់បងប្អូនដទៃទៀតដើម្បីគាត់បានដឹងពីបញ្ហានេះហើយព្យាយាមពង្រឹងខ្លួនឯងឲ្យកាន់តែខ្លាំងដើម្បីអាចដឹកនាំគេបានបាទអរគុណច្រើន